ពីមុនខ្ញុំអត់ដែរយល់អារម្មណ៍របស់អ្នកដែលគេថតផុសមកថានៅពេលដែលទៅផ្ទះបាត់ឪពុកបាត់ម្ដាយអីចឹងណាគិតថាវាជារឿងធម្មតានៅពេលដែលគេថតវីដេអូមកអញ្ចឹងណាតែនៅពេលនេះគឺជាវេនគឺជាពេលវេលាមួយដែលខ្ញុំយល់បានច្បាស់មែនតើអញ្ចឹងវីដេអូមួយនេះគឺខ្ញុំចង់ផ្ញើជូនអ្នកដែលមានឪពុកម្ដាយណាកុំឲ្យចង់និយាយថាកុំឲ្យគ្រាន់តែស្ដាប់គេនិយាយហើយគិតថាជារឿងធម្មតាឲ្យយល់និងយកចិត្តដាក់ថាវាជារឿងមួយដែលនឹងអាចកើតឡើងសម្រាប់យើងនេះឥឡូវហ្នឹងខ្ញុំបានបាត់បង់អស់ហើយបាត់បង់ម្ដាយបាត់បង់ឪពុកហើយសម្រាប់ខ្ញុំមិនត្រឹមតែបាត់បង់តែម្ដាយឪពុកទេគឺរយៈពេល5ឆ្នាំហ្នឹងខ្ញុំបាត់បង់ទាំងម្ដាយបាត់បង់ទាំងឪពុកបាត់បង់ទាំងគ្រួសារឥឡូវគឺមកឃើញតែរូបថតទេហើយយកពួកគាត់មកដាក់នៅទីនេះជុំគ្នាគឺជាកន្លែងដែលសម្រាប់គាត់សូត្រធម៌គាត់សមាធិគាត់ដាំដើមពោធិ៍មួយដើមហើយនឹងអាស្រមហ្នឹងណាអញ្ចឹងបានខ្ញុំយល់អារម្មណ៍ច្បាស់ដែលបងប្អូនដែលគាត់ធ្វើវីដេអូនិយាយមកគឺយល់ច្បាស់ណាស់ថាវាយ៉ាងម៉េចនៅក្នុងចិត្តរបស់យើងអញ្ចឹងសម្រាប់អ្នកមានឪពុកម្ដាយបងប្អូនគួរតែធ្វើឲ្យបានច្រើនបំផុតដែលយើងអាចធ្វើបានណាខ្ញុំកាលពីមុនខ្ញុំពិតជាមិនយល់មែនថាចេះតែឆ្ងល់ថាហេតុអីពុកខ្ញុំកូន6នាក់គាត់តែងតែទាមទារឲ្យទៅជួបគាត់ទាំង6នាក់នៅពេលដែលចូលឆ្នាំនៅពេលដែលប្រជុំអីហ្នឹងគឺគាត់ចង់ជួបណាស់តែនៅពេលនេះគឺវាហួសពេលអស់ហើយគឺយើងទៅបានឃើញត្រឹមតែរូបថតយើងបានឃើញត្រឹមតែកន្លែងដែលគាត់បានសាងសង់គាត់ធ្វើទុកឲ្យយើងសម្រាប់ប្រារព្ធពិធីហើយនឹងសម្រាប់រំលឹកគុណដល់គាត់តែប៉ុណ្ណោះអ្វីយើងបាត់បង់អស់ហើយកន្លងមកពីមុនយើងទៅយើងអាចឃើញគាត់នៅអង្គុយនៅនឹងគាត់នាំកូនទៅថ្វាយគុំព្រះនៅនឹងតែពេលនេះអត់មានទេមានតែរូបថតដែលរក្សាទុកនៅទីនេះដើម្បីប្រារព្ធបូជា